វិថីក្រាមាសជីវប្រវត្តិឯកឧត្តមបណ្ឌិតមុងរិទ្ធីសេចក្តីផ្ដើមចាប់តាំងពីសម័យអាណានិគមនិយមបារាំងមកដល់សព្វថ្ងៃគឺឆ្នាំ1863ដល់ឆ្នាំ2010ដែលមានរយៈពេលជិតមួយសតវត្សរ៍កន្លះប្រទេសកម្ពុជាបានឆ្លងកាត់របបគ្រប់គ្រងនិងដឹកនាំមានរបបរាជានិយមរបបសាធារណរដ្ឋនិងរបបកុម្មុយនីសទោះជាកម្ពុជាស្ថិតនៅក្នុងរបបនយោបាយណាក៏ដោយកម្ពុជានៅតែជាប្រទេសដែលកំពុងអភិវឌ្ឍដោយមានខឿនសេដ្ឋកិច្ចពឹងផ្អែកលើវិស័យកសិកម្មជាដរាបមកក្នុងចំណោមរបបទាំងឡាយដែលគ្រប់គ្រងប្រទេសរបបកម្ពុជាប្រជាធិបតេយ្យជារបបមួយដែលបានប្រឡាយពូជសាសន៍ជាតិឯងនិងបានបំផ្លាញគ្រប់វិស័យរបស់ជាតិមាតុភូមិកម្ពុជាដល់ចំណុចសូន្យរបបមហាចង្រៃមហាព្រៃផ្សាយនីវបានរលំរលាយនាថ្ងៃទី7ខែមករាឆ្នាំ1979ក្រោយការរំដោះប្រទេសជាតិពីរបបកម្ពុជាប្រជាធិបតេយ្យការចាប់ផ្ដើមកសាងប្រទេសពីចំណុចសូន្យដែលគ្មានអ្វីទាំងអស់បានបោះជំហានទៅមុខជាបណ្ដាជាមួយនឹងភារកិច្ចការពារផងដែរព្រោះដំណាក់កាលនោះកម្ពុជាមិនមែនជាប្រទេសដែលមានសុខសន្តិភាពទាំងស្រុងនោះឡើយពេលវេលាជាបន្តបន្ទាប់មកដំណាក់កាលសេដ្ឋកិច្ចទីផ្សារសេរីក៏បានបោះជំហានមកដល់កម្ពុជាទោះជាស្ថិតនៅក្នុងបែបផែនសេដ្ឋកិច្ចទីផ្សារសេរីក្តីកម្ពុជានៅតែជាប្រទេសកំពុងអភិវឌ្ឍនិងមានសេដ្ឋកិច្ចដោយត្រូវពឹងផ្អែកលើវិស័យកសិកម្មសម្រាប់ពាណិជ្ជករមួយរូបការវិនិយោគទុនលើវិស័យកសិឧស្សាហកម្មនៅតែជាចំណោទនិងមិនមែនជាសេចក្តីត្រូវការរបស់ពួកគេឡើយព្រោះថាវិស័យកសិឧស្សាហកម្មជាមុខចំនួនមួយដែលមានហានិភ័យខ្ពស់និងទាមទារពេលវេលាយូរអង្វែងទើបអាចទទួលបានផលចំណេញយ៉ាងណាមិញមុខចំនួនលើផ្នែកកសិឧស្សាហកម្មគឺជាមូលដ្ឋានគ្រឹះសំខាន់ណាស់សម្រាប់ក្នុងការកាត់បន្ថយគម្លាតរវាងអ្នកក្រនិងអ្នកមានឲ្យខិតមកជិតគ្នាយ៉ាងកាន់តែឆាប់សម្រាប់ប្រទេសកម្ពុជាដែលកំពុងអភិវឌ្ឍនាពេលបច្ចុប្បន្ននេះដែលសមស្របតាមគោលនយោបាយកាត់បន្ថយភាពក្រីក្ររបស់រដ្ឋាភិបាលមុខចំនួនបែបនេះគឺជាការផ្ដល់នូវប្រយោជន៍3ទី1ផ្ដល់ការងារធ្វើដល់ប្រជាពលរដ្ឋទី2ផ្ដល់ប្រយោជន៍ដល់ប្រទេសជាតិនិងទី3ផ្ដល់ប្រយោជន៍ដល់ក្រុមហ៊ុនពាណិជ្ជករដែលលេចធ្លោនឹងឈានមុខគេហើយដែលជាមនុស្សម្នាក់ក្នុង1លានអ្នកបានរួមចំណាយកាត់បន្ថយគម្លាតរវាងអ្នកមាននិងអ្នកក្រនៅកម្ពុជាគឺឯកឧត្តមបណ្ឌិតមុងរិទ្ធីសមិទ្ធផលនានាលើវិស័យកសិឧស្សាហកម្មរបស់លោកសុទ្ធសឹងតែជាការបង្ហាញនៅភាពមានតែមួយនៅកម្ពុជាដូចជាចំការដូងប្រេងរាប់ពាន់ហិកតាចំការកៅស៊ូរាប់ពាន់ហិកតាចំការអាកាសយារាប់ពាន់ហិកតាកំពង់ផែអុកញ៉ាម៉ុងការចិញ្ចឹមជ្រូកទីទ្រង់ទ្រាយបែបឧស្សាហកម្មជាដើមសកម្មភាពប្រកបដោយឧត្តមគតិខ្ពង់ខ្ពស់ក្នុងបែបផែននៃការចែករំលែកសុភមង្គលដល់មនុស្សផងគ្នាទាំងអស់នោះជាកត្តាដែលជំរុញឲ្យឧត្តមបណ្ឌិតមុងរិទ្ធីឲ្យឈានទៅដល់ចំណុចភាពមានបាននូវទ្រព្យសម្បត្តិស្ដុកស្ដម្ភជាមួយនឹងភាពរុងរឿងក្នុងជីវិតដែលពោរពេញទៅដោយកិត្តិយសខ្ពង់ខ្ពស់ឧត្តមឧត្តមទាំងលំដាប់ថ្នាក់ជាតិនិងអន្តរជាតិដែលលោកបានទទួលបានក្រុមប្រឹក្សាឃុំសង្កាត់បានបោះឆ្នោតជូនលោកដើម្បីក្លាយជាសមាជិកប្រសិទ្ធិអាណត្តិនីតិកាលទី2ចាប់តាំងពីខែមករាឆ្នាំ2006ទទួលបានសញ្ញាបត្របណ្ឌិតផ្នែកយុទ្ធសាស្ត្រពាណិជ្ជកម្មនៃសាកលវិទ្យាល័យ Cambridge នៃចក្រភពអង់គ្លេសនេះឆ្នាំ2007ទទួលសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកគ្រប់គ្រងពាណិជ្ជកម្មពីសាកលវិទ្យាល័យ Oxford នៃចក្រភពអង់គ្លេសក្នុងឆ្នាំ2007ទទួលបានមេដាយ Commander ពីព្រះមហាក្សត្រ Albert II នៃប្រទេស Belgium និងសញ្ញាបត្របណ្ឌិតទស្សនវិជ្ជាសាស្ត្រអភិវឌ្ឍកសិកម្មនៃសាកលវិទ្យាល័យISLES International នៃសហគមន៍យុរ៉ុបពីថ្ងៃទី18ខែមិថុនាឆ្នាំ2009ទទួលបានពានរង្វាន់មកុដមាសកម្រិតអន្តរជាតិពីស្ថាប័ន BID បញ្ជាក់ពីគុណភាពដឹកនាំរបស់ក្រុមហ៊ុនមុងរិទ្ធីគ្រប់ប្រកបដោយអាជីវកម្មដោយសុចរិតនៅទីក្រុងឡុងប្រទេសអង់គ្លេសនាថ្ងៃ30ខែវិច្ឆិកាឆ្នាំ2009ផងដែរជាការពិតដំណើរលើផ្លូវក្រាមាសដ៏វែងឆ្ងាយក្នុងការទទួលបាននូវភាពជោគជ័យទាំងនេះឯកឧត្តមបណ្ឌិតមុងរិទ្ធីប្រកាសជាជួបឧបសគ្គនិងការបរាជ័យខ្លះជាមិនខានចុះតើលោកនឹងប្រើវិធីសាស្ត្របែបណាដើម្បីដោះស្រាយបញ្ហាទាំងនោះ
សិភៅនេះនឹងបកស្រាយដោយលើនៅអ្វីៗដែលពាក់ព័ន្ធជាមួយនឹងសមិទ្ធផលប្រកបដោយសក្តានុពលនិងវិធីសាស្ត្រដ៏ឆ្លាតវៃក្នុងភាពក្លាហានជាមួយនឹងការប្រយុទ្ធនឹងឧបសគ្គឬការខាត់បងរបស់លោកជូនដល់អ្នកអានដើម្បីជ្រាបភាពសំខាន់មួយទៀតជាទស្សនៈរបស់ឯកឧត្តមបណ្ឌិតដែលមិនអាចបដិសេធបានគឺប្រសិនបើមិនមានថ្ងៃទី7 ខែមករាឆ្នាំ1979ទេសិភៅនេះក៏មិនអាចមានរូបរាងនិងស្ថិតនៅលើដៃរបស់អ្នកអានបានឡើយ